យើងមកបន្តពីវិធីសរសេរកំណាព្យរឿងខ្លីបន្តទៅមុខទៀតអញ្ចឹងឥឡូវនេះយើងនៅក្នុងទស្សនៈទានអំពីរឿងខ្លីសិនដោយសារតែរឿងខ្លីវាដូចខ្ញុំបានជម្រាបជូនពីខាងលើវាពិបាកជាងការសរសេររឿងទូទៅចឹងហើយយើងចូលរួមទាំងអស់គ្នាដើម្បីស្ដាប់ដោយយកការយកចិត្តទុកដាក់វិធីសរសេរបែបបរោះទី1អញ្ចឹងខាងលើវីដេអូមុនយើងបាននិយាយពីការសរសេរបែបបរោះទី3រួចហើយអញ្ចឹងយើងចូលដល់វិធីសរសេរបែបបរោះទី1ម្ដងអញ្ចឹងគេនិយាយថាការសរសេរបែបបរោះទី1នេះជាការសរសេរដែលប្រើពាក្យខ្ញុំពីដើមដល់ចប់ឧទាហរណ៍ព្រះច័ន្ទបានភៀសខ្លួនចោលផែនដីតាំងពីយប់100ខ្ញុំនិងវោហាកំពុងអង្គុយក្នុងខ្ទមប្រក់ស្លឹកត្នោតដ៏សង្គមមួយខ្ញុំទម្លាក់សភៅចោះរួចនិយាយទៅកាន់វោហាថាវោហាឆ្នាំនេះថ្នាក់ប្រឡងបាក់ឌុបហើយម្ដេចមិនខំរៀនប្អូនខ្ញុំដៃកំពុងចុចទូរស័ព្ទឡើងញាប់នោះបានរលាស់សម្ដីមកវិញថារៀនធ្វើអីបើរៀនចប់ធ្វើស្រែដដែលចំណាំការសរសេរបែបបរោះទី1គេសរសេរដោយប្រើអភ័ន្តរសញ្ញាពីដើមដល់ចប់អញ្ចឹងបានន័យថាដូចជាខាងលើអញ្ចឹងនៅពេលដែលយើងឲ្យតួអង្គប្រើពាក្យខ្ញុំគឺយើងគាត់បើកអភ័ន្តរសញ្ញានៅពេលដែលគាត់និយាយហើយនៅពេលដែលយើងនិទានយើងនិយាយជាទូទៅគឺយើងមិនបើកអភ័ន្តរសញ្ញាទេដូចយើងនិយាយពីព្រះច័ន្ទបានភៀសខ្លួនអញ្ចឹងអាហ្នឹងគឺមិននៅក្នុងរង្វង់ដែននៃអភ័ន្តរសញ្ញាឡើយជាទូទៅរឿងខ្លីគេចាំសរសេរបែបបរោះទី1ព្រោះរឿងខ្លីគេសរសេរជារឿងបែបច្នៃប្រឌិតដែលមានទស្សនវិជ្ជានិងមនោសញ្ចេតនាជ្រាលជ្រៅមុតស្រួចហើយនឹងចាក់ដោតរឿងខ្លីជាអត្ថបទជំរុះចម្រាញ់ពាក្យឲ្យខ្លីបំផុតគ្មានឃ្លាណែងណងពណ៌នាវែងឡើយចឹងនេះជា slide ជាមេរៀនដែលស្រង់ចាក់ចេញពីទស្សនៈទានរឿងខ្លីបាទដោយខ្ញុំផ្ទាល់ជាអ្នកធ្វើការសិក្ខាសាលាឆ្នាំមុនឥឡូវយើងមកបន្តអំពីកំណាព្យរឿងវិញអញ្ចឹងបន្ទាប់ពីយើងបានដឹងនិយមន័យក៏ដូចជាវិធីសរសេររឿងខ្លីរួចហើយយើងឈានចូលមកដល់និយមន័យកំណាព្យរឿងខ្លីតែម្ដងតើកំណាព្យរឿងខ្លីជាអ្វីអញ្ចឹងក្នុងនេះយើងមានជា2ទី1កំណាព្យរឿងខ្លីជាកម្រងអត្ថបទកំណាព្យរឿងបែបទស្សនវិជ្ជាទី2កំណាព្យរឿងខ្លីជាកម្រងអត្ថបទកំណាព្យរឿងប្រឌិតខ្លីដែលមានការចាប់ចងជួនផ្ទួរណ្ដំប្រកបដោយកម្រិតជាងច្បាស់លាស់ហើយបង្ហាញពីសេរីព្រឹត្តិការណ៍ណាមួយបាទនេះគឺជានិយមន័យអំពីកំណាព្យរឿងខ្លី